នៅក្នុងរឿង Qin Dynasty Epic មានឈុតមួយដែលបង្ហាញពីការអស់សង្ឃឹមរបស់លីស៊ឺក្រោយពេលដែលគាត់ទទួលដំណឹងថាអ៊ីងចឹងត្រូវគេតែងតាំងធ្វើជារាជយាតរបស់នគរឈីងនៅក្នុងឈុតនេះលីស៊ឺបានទៅដល់នគរឈីងរួចរាល់ហើយប៉ុន្តែគាត់មិនទាន់មានកន្លែងណាដែលគាត់អាចចូលទៅក្នុងរាជការបានលីស៊ឺយល់ថាអ៊ីងចឹងដែលទៅតែមានអាយុ13ឆ្នាំបើសិនជាឡើងសោយរាជបានន័យថាត្រូវពឹងពាក់ទៅលើមន្ត្រីធំណាមួយជាមិនផុតពីលីពូវួយទេអញ្ចឹងស្ដេចក្មេងសម្រាប់គាត់គឺជាស្ដេចអាយ៉ងមិនមែនជាស្ដេចដែលគ្រប់គ្រងនគរដោយខ្លួនឯងទេបើគាត់មានគំនិតអីមួយជាពិសេសគឺការបង្រួបបង្រួមទឹកដីហ្នឹងគាត់មិនអាចយកទៅនិយាយជាមួយនឹងអ៊ីងចឹងបានទេគាត់ត្រូវនិយាយជាមួយនឹងលីពូវួយលីស៊ឺអស់សង្ឃឹមដល់ថ្នាក់គាត់និយាយថាការប្រឹងប្រែងរៀនសូត្ររបស់គាត់ពីវិធីដឹកនាំប្រទេសអស់រាប់ឆ្នាំនេះคล้ายជារឿងអត់ប្រយោជន៍ពីព្រោះក្នុងចំណោមនគរទាំង7អត់មានកន្លែងណាមួយដែលគាត់អាចបញ្ចេញសមត្ថភាពបានមុនពេលចាក់ចេញពីសំណាក់សិក្សារបស់គាត់យល់ថានគរឈីងគឺជាទិសដៅដែលគាត់ត្រូវទៅមកតែនៅពេលដែលគាត់មកដល់គាត់ទទួលដំណឹងថាស្ដេចអ៊ីយិននឹងកំពុងតែឈឺធ្ងន់ហើយតែងតាំងកូនខ្លួនឯងលីស៊ឺគឺជាមនុស្សឆ្លាតគាត់មិនអាចយកអនាគតរបស់គាត់យកទៅពឹងពាក់លើកូនក្មេងបានទេប៉ុន្តែអ្វីដែលគាត់គិតនេះបានផ្លាស់ប្ដូរទៅវិញក្រោយពេលដែលគាត់ស្ដាប់សម្ដីរបស់អ៊ីងចឹងនៅក្នុងពេលដែលចេញត្រួតពលជាមួយនឹងឪពុករបស់គាត់មូលហេតុដែលអ៊ីងចឹងជិះរទេះជាមួយនឹងអ៊ីយិនដោយសារតែអ៊ីយិនឈឺទ្រុឌទ្រោមខ្លាំងអត់មានកម្លាំងឡើងជិះរទេះអ៊ីងចឹងគឺជាអ្នកជួយគ្រាឡើងទៅក្នុងពេលដែលកំពុងតែធ្វើដំណើរនៅលើរទេះដើម្បីមើលកងទ័ពហ្នឹងអ៊ីងចឹងជួយទប់ឪពុកខ្លួនឯងទៀតពីព្រោះឪពុកនេះអស់កម្លាំងហើយចិត្តស្លាប់ហើយដោយសារតែអ៊ីយិនអត់មានកម្លាំងក្នុងខ្លួនអញ្ចឹងមិនអាចនិយាយស្រែកបានទេក៏ឲ្យអ៊ីងចឹងនិយាយជំនួសគាត់អ៊ីងចឹងនិយាយអំពីការបញ្ចប់សង្គ្រាមនិយាយអំពីចំនួនក្រោយរបស់កងទ័ពថាចង់ឲ្យពួកគេរស់នៅក្នុងសម័យដែលមានសន្តិភាពហើយចុងក្រោយគឺគាត់បញ្ចប់ដោយនិយាយថាត្រូវតែធ្វើសង្គ្រាមដើម្បីរកសន្តិភាពលីស៊ឺនៅក្នុងចំណោមប្រជារាស្ត្រផ្សេងទៀតឈរស្ដាប់អ៊ីងចឹងក៏ធ្វើឲ្យគាត់កែប្រែចិត្តសម្ដីរបស់អ៊ីងចឹងនេះមិនមែនជាការលើកទឹកចិត្តទេប៉ុន្តែជាការប្រកាសចក្ខុវិស័យរបស់គាត់នៅពេលដែលគាត់ឡើងសោយរាជ្យអ៊ីងចឹងអត់មាននិយាយអំពីស្ថិរភាពផ្ទៃក្នុងអត់មាននិយាយអំពីពង្រឹងនគរអីទៀតទេគឺគាត់ត្រូវការបញ្ចប់សង្គ្រាមដែលតមករាប់រយឆ្នាំមកហើយលីស៊ឺអាចស្ដាប់យល់ពីមហិច្ឆតារបស់អ៊ីងចឹងមិនចង់ធ្វើត្រឹមតែជាស្ដេចនគរឈីងទេអ៊ីងចឹងចង់ធ្វើស្ដេចក្រៅមេឃនៅក្នុងភាសាចិនយើងហៅថាធានសៀហ្នឹងអញ្ចឹងធ្វើឲ្យលីស៊ឺពេញចិត្តជាមួយនឹងការនិយាយបែបហ្នឹងហើយយើងដឹងហើយថាលីស៊ឺនេះជឿទៅលើនីតិនិយម legalist នីតិនិយមគឺគេចង់បង្កើតអំណាចកណ្ដាលមួយដែលមានស្ដេចជាធំហើយគ្រប់យ៉ាងត្រូវតែមានស្តង់ដាររួមមិនអាចតំបន់នេះប្រើរបស់ផ្សេងតំបន់នេះប្រើរបស់ផ្សេងបានទេហើយចុងក្រោយគេគឺមិនអោយមានរបបស្ដេចក្រាញ់ទេអ្វីដែលអ៊ីងចឹងនិយាយត្រូវគ្នាជាមួយនឹងអ្វីដែលលីស៊ឺជឿជាក់ថាអាចរកសន្តិភាពបានក្រោយពេលដែលស្ដាប់សម្ដីនេះហើយលីស៊ឺក៏ផ្លាស់ប្ដូរចិត្តរបស់គាត់លែងយល់ថាអ៊ីងចឹងគឺជាអាយ៉ងទៀតហើយទោះបីជានៅក្មេងក៏ដោយអ៊ីងចឹងគឺជាអនាគតអ្នកដែលបង្កើតប្រទេសចិនលីស៊ឺមើលឃើញឱកាសនៅក្នុងសម្ដីរបស់អ៊ីងចឹងលីស៊ឺមិនរើសអ្នកដឹកនាំភ្លាមទេប៉ុន្តែគាត់គិតអ្វីដែលគេនិយាយឲ្យគាត់ឮគឺគាត់យកមកគិតហើយគាត់មើលឃើញថានគរឈីងនេះបើនិយាយអំពីកងទ័ពគឺមានប្រៀបជាងនគរផ្សេងទៀតដល់ពេលដែលគាត់ឮអ៊ីងចឹងនិយាយបែបហ្នឹងទៀតគាត់ថាមានអ្នកដឹកនាំដែលមានមហិច្ឆតាធំខ្លាំងណាស់ចុងក្រោយគេលីស៊ឺក៏ទៅប្រៀបធៀបនគរផ្សេងទៀតដែរថានគរផ្សេងទៀតមានបញ្ហាផ្ទៃក្នុងរញ៉េរញ៉ៃអញ្ចឹងវាគឺជាឱកាសមួយដែលឈីងអាចវាយបង្រួមទឹកដីបានក្នុងចំនួនរបស់អ៊ីងចឹងអញ្ចឹងការដែលគាត់នៅនគរឈីងជាជំរឿសល្អជាងគេសម្រាប់អាជីពជាអ្នកនយោបាយរបស់គាត់ហើយអ្វីដែលគាត់គិតគឺត្រឹមត្រូវយើងអាចមើលឃើញថាក្រោយពេលដែលអ៊ីងចឹងឡើងធ្វើជាអធិរាជឈីងស៊ឺហួងលីស៊ឺក្លាយទៅជាអបរាជគឺជាអ្នកដែលមានអំណាចទី2នៅពីក្រោមស្ដេចនៅក្នុងឈុតមួយនេះបើសិនជាសួរថាតើយើងអាចរៀនអ្វីបានពីលីស៊ឺគឺយើងរៀនពីការសម្គាល់មើលចក្ខុវិស័យឲ្យបានមុនគេមិនមែនដោយសារតែអ្នកដែលនិយាយហ្នឹងមានអាយុតិចជាងនៅក្មេងហើយយើងគិតថាគេនិយាយឲ្យរួចពីមាត់ទេលីស៊ឺស្ដាប់យ៉ាងយកចិត្តទុកដាក់នៅពេលដែលអ៊ីងចឹងនិយាយពីគំនិតរបស់គាត់អញ្ចឹងពេលដែលស្ដាប់ចប់គាត់ក៏កែប្រែការសង្ស័យរបស់គាត់ទៅលើអ៊ីងចឹងពីដំបូងការវាយតម្លៃអ្នកណាម្នាក់ត្រូវធ្វើឡើងឲ្យទាន់ពេលនៅពេលដែលយើងទទួលបានព័ត៌មានថ្មីការសង្ស័យត្រូវតែមានប៉ុន្តែมันអាចសង្ស័យរហូតទេបើមិនជាយើងរកឃើញភស្តុតាងអ្វីថ្មីដែលបញ្ជាក់ថាការសង្ស័យរបស់យើងអត់មានមូលដ្ឋានច្បាស់លាស់យើងអត់ចាំបាច់ជឿអ្នកដទៃភ្លាមទេ
យើងអាចជឿដោយយឺតបានរងចាំតិន្នន័យឬក៏ផុសតាងចេញមកបន្តតើយើងមើលឃើញចក្ខុវិស័យរបស់អ្នកដឹកនាំដែលយើងចង់ដើរតាមហ្នឹងទើបយើងដឹងថាអនាគតយើងវាមានបើសិនជាប្រឹងហើយអ្នកដឹកនាំហ្នឹងមិនដឹងថាខ្លួនឯងដើរទៅណាផងក៏វាអត់មានប្រយោជន៍អីដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយ